Ayo ជំរាបមួយបទនេះដែរផ្ញើជូនមកជាពិសេសហើយនឹងបងប្អូនបងប្អូនបានអូខេ check it យប់យន្តសែងស្ងាត់បាត់សំឡេងមនុស្សសត្វទាំងឡាយខ្ញុំអង្គុយម្នាក់ឯងឲ្យអារម្មណ៍នេះនឿយណាយនឹកប្អូននឹកម៉ែដែលរស់នៅសែនឆ្ងាយមិនដឹងជាពេលណាបានជួបជុំក្បែរកាយក៏ព្រោះតែជីវភាពទើបគួរមកឃ្លាតឆ្ងាយសន្យាខំធ្វើការជួយគ្រួសារដល់ក្រោយធ្វើការថ្ងៃក្តៅរៀនការជឿអត់ស្បាយតែមិនបាច់បារម្ភទេកូនចេះមកថាខ្លួនហើយអ្នកដែលនៅទីនោះមិនដឹងសុខទុក្ខយ៉ាងណាទេអរគុណសូមទោសផងដែលធ្វើការគ្មានពេលទំនេរឆ្លៀតឱកាសពេលនេះកូនក៏យកវាមកសរសេរចម្រាញ់ចេញជាសំណេរទុកឲ្យកូននឹងជ្រាបមកពេលចូលឆ្នាំខាងមុខនេះកូនមិនបានចុះទៅទេឲ្យរគុណសំទោផងដែលធ្វើបានត្រឹមលុយវេផ្ញើជូនយាយតាពូមិញនឹងទៅវត្តបន់ស្រន់ជាតិក្រោយសុំកុំឲ្យពូយើងព្រាត់តថ្លៃនឹងព្រំនេះខិនទៅជាប្រចាំថ្ងៃខំប្រឹងធ្វើការប្រដើម្បីកម្រៃឃ្លានចេញពីផ្ទះមកធ្វើការនៅថៃពេលខ្លះហត់ខ្លាំងធ្វើឲ្យលះហេតុលះហើយជីវិតនេះចង្រៃថាជីវិតនេរិឆានខំមកយូរហើយនៅសល់តែមួយប្រានខ្ញុំមិនខ្វល់ឡើយខ្ញុំត្រូវតែធ្វើឲ្យបានធ្វើឲ្យដល់ថប់មិនមានអ្នកនឹកស្មានថាខ្ញុំដល់ទីថាខ្ញុំដល់ត្រូវជីវិតខ្ញុំនេះវាលំបាកពេកហើយជីវិតខ្ញុំនេះពេលណាទៅបានស្បើយសំណួរមួយនឹងហាក់ដូចមានចម្លើយហើយផ្លូវមួយនឹងតែនៅណាជាអ្នកប្រាប់ចាប់ដើមដុំវងហាក់ដូចជាចំណាប់ចុងក្រោយសត្រឹមតែចប់កាប់ហើយចុងក្រោយសត្រឹមតែចប់កាប់បាយម៉ែបាយប្អូននឹកតានៅផ្ទះខ្ញុំមិនណែវិញក៏កំប្រឹងរួចរះឧបសគ្គប៉ុណ្ណាក៏ខ្ញុំត្រូវតែជំនះចង់ចាំសម្ដីតាដែលគាត់ថាខ្ញុំឈ្នះទោះបីហត់ក៏ខ្ញុំនៅខំប្រឹងពេលវេលាជីវិតខ្ញុំអស់ពេលណាក៏មិនដឹងចង់ស្លាប់នៅការងារមិនមែនស្លាប់នៅរឹងនេះគឺជារឿងពិតចង់ប្រាប់អ្នកឲ្យដឹងខ្ញុំនិយាយមិនបានខឹងទេ